ចឹងនេះខ្ញុំនឹងបង្ហាញទៅតងពីរបៀបការបង្កើតឬក៏ជាការតឡើងជាមួយនឹងកម្មវិធីបាទ Get Master AI របស់យើងណាអញ្ចឹងអូខេបាទអញ្ចឹងតិចទៀតខ្ញុំនឹងរៀបការបង្កើតជាមួយនឹងកម្មវិធី Get Master AI ជាមួយនឹង account របស់យើងជាជំហានដំបូងបងប្អូនដើម្បីយើង install ជាមួយនឹងនៅក្នុងកម្មវិធីនៅក្នុង home screen របស់យើងបងប្អូនអាចដំបូងគេគឺបងប្អូនស្វែងរកជាមួយនឹង link អញ្ចឹងនៅក្នុង link នោះផងដែរក៏យើងមានជាមួយនឹងបាទចំណុចទី1ទី2រហូតដល់ចំណុចទី10សម្រាប់ទៅលើការដំណើរការនៃការបង្កើតរបស់យើងនឹងណាអញ្ចឹងទៅលើការបង្កើតយើងមានជាមួយនឹង link មួយបាទ link នេះគឺបងប្អូនសម្រាប់បងប្អូននេះបងអាចចុចលើនៅជាប់ចឹងមកបាទដើម្បីយើងទៅ install នៅក្នុង home screen របស់យើងនៅក្នុងទូរស័ព្ទដៃរបស់យើងណាអញ្ចឹងយើងចុចពាក្យ color នេះមកពាក្យថា open នេះមកបាទបងប្អូនចុចពាក្យ open នេះមកអញ្ចឹងបងប្អូនចុចលើនឹងហើយបងប្អូនចុចពាក្យយកពាក្យជ្រុំបាទយកជ្រុំនេះមកណាបាទយកជ្រុំនេះឯងណាបាទអញ្ចឹងបងប្អូនចុចពាក្យហ្នឹងមកជ្រុំអញ្ចឹងកម្មវិធីហ្នឹងយើងអាចចូលបង្កើតនៅក្នុងជ្រុំ command កម្មវិធី Safari ផ្សេងៗក៏បានប៉ុន្តែងាយស្រួលបំផុតគឺយើងអាចចូលជាមួយកម្មវិធីជ្រុំមកពេលបងប្អូនចុចមកគឺឃើញលុតបែបនេះឯងអញ្ចឹងបងប្អូនខាងលើនេះយើងចុចខាងលើនេះសញ្ញាខាងលើនេះណាបាទនេះសញ្ញាខាងលើនេះណាអញ្ចឹងបងប្អូនយកទៅលើសញ្ញាហ្នឹងមកអូខេអបិដាទីសិនអញ្ចឹងបងប្អូនអាចចុចលើនឹងមកតែម្ដងក៏បានចុចមកអូខេអញ្ចឹងបងប្អូនខាងក្រោមបងប្អូនរកពាក្យថា add to home screen បាទនេះពាក្យនេះបាទ add to home screen អញ្ចឹងបងប្អូនចុចពាក្យកន្លែងហ្នឹងមកណាចុចកន្លែងពាក្យ add នេះមកអូខេអញ្ចឹងនេះគឺឈ្មោះបាទកម្មវិធីគឺ Get Master AI បាទអញ្ចឹងបងប្អូនចុចពាក្យអក្សរ add នេះកន្លែង Q នេះណាបងប្អូនចុចពាក្យ like នេះមកចុចនឹងមកអូខេបងប្អូនឃើញនៅកម្មវិធីនេះគឺយើងតម្លើងមកហើយគឺនៅក្នុង home screen របស់យើងតែម្ដងណាអូខេនេះគឺជាកម្មវិធី Get Master AI អញ្ចឹងបងប្អូនចុចលើនឹងដើម្បីយើងបង្កើតជាមួយនឹងកម្មវិធី account AI បាទបងប្អូនចុចលើនឹងមកបាទអញ្ចឹងពេលបងប្អូនចុចមកលើនឹងមកបងប្អូននឹងឃើញផ្ទាំងបែបនេះបងប្អូនចុចសញ្ញាត្រេក3នេះមកណាអូខេបងប្អូនចុច line សញ្ញាត្រេក3នេះមកបងប្អូនចុចលើនឹងមកបងប្អូនមានឃើញចំណុច2ទី1គឺពាក្យ sign in គឺសម្រាប់បងប្អូនបង្កើតហើយsign up គឺយើងមកបង្កើតត្រឹមតែបង្កើតដំបូងបាទអញ្ចឹងពេលបងប្អូនបង្កើតហើយអស់ហើយបងប្អូនអាច sign in នៅក្នុងទូរស័ព្ទបាទ Android ក៏បានបាទ Android ក៏បាន iOS ក៏បានបាទ laptop ក៏បានគ្រប់គ្រប់ device ទាំងអស់ដែលមានជាមួយនឹងកម្មវិធី Get Master AI អញ្ចឹងបងប្អូនអាច sign up ជាមួយនឹងយើងដំបូងយើងនៅតែការបង្កើតយើងបងប្អូនចុចពាក្យ sign up ហ្នឹងមកណាអញ្ចឹងពេលបងប្អូនចុចពាក្យ sign up ហ្នឹងហើយបងប្អូនឃើញផ្ទាំងមួយទៀតបាទបែបនេះឯងគឺយើងពេញឈ្មោះអីក៏បានអត់ក៏បានដែរប៉ុន្តែសំខាន់បំផុតគឺរបៀបការបង្កើតគឺយើងអាចចូលទី1គឺបង្កើតតាមរយៈ sign in Gmail ទី2តាមរយៈយើង log in ជាមួយនឹង Telegram របស់យើងតែម្ដងអូខេឥឡូវខ្ញុំប្រាប់ពីការ log in ជាមួយ Telegram បងប្អូនចុចលើនឹងមកស្រួលបំផុតបងប្អូនចុចលើនឹងមកណាអូខេបងប្អូនចុចលើ Telegram ហ្នឹងណាបាទ Telegram ហ្នឹងចាំបងចុចលើនឹងមកអូខេចឹងមកចាំដើរបន្តិចបងប្អូនវាយលេខទូរស័ព្ទដែលភ្ជាប់ជាមួយ Telegram របស់យើងណាបាទអូខេវាយដល់ពេញហ្មង016 672អូខេបងប្អូនវាយលេខចឹងណាអូខេបើលេខចឹងហើយបងប្អូនចុចពាក្យ next ចុចពាក្យ next ណា next នឹងមាននឹងឲ្យយើង confirm ជាមួយ Telegram បងប្អូនចុច color នេះមកណាអូខេអញ្ចឹងបងប្អូនខាងក្រោមនេះបងប្អូនឃើញពាក្យ confirm ទេបាទ confirm បងប្អូនចុចពាក្យ confirm ហ្នឹងមកបងប្អូនចុចពាក្យ confirm ហ្នឹងណាអូខេយើងចុចណាអូខេនេះគឺយើង successful login into your Telegram បាទអញ្ចឹងបងប្អូនចុចថយមកយើងចូលនេះវិញបាទនេះគឺយើងបង្កើតបានជាមួយនឹងកម្មវិធី AI ជាការសាច់តែម្ដងណាបងប្អូនអ្នកគ្នាអញ្ចឹងនេះរៀបការបង្កើតកម្មវិធី AI តាមរយៈតាមរយៈ Telegram របស់យើងអញ្ចឹងខ្ញុំប្រាប់ពីវិធីការបង្កើតមួយទៀតតាមរយៈ Gmail របស់យើងផងដែរណាបងប្អូនអ្នកនេះបាទឥឡូវ sign in ចេញយើងចុចនឹងមកយើងចុចពាក្យ sign up ដដែលប៉ុន្តែករណីថាបងប្អូនបង្កើតបានហើយបងប្អូនយកទៅប្រើទៅយើងមិនបាច់បង្កើតច្រើនដងដូចខ្ញុំទេគ្រាន់តែខ្ញុំប្រាប់ពីវិធីការបង្កើតទី1គឺតាម Telegram បាទទី2គឺតាមរយៈ sign in Gmail បងប្អូនចង់បង្កើតយកមួយណាក៏បានបងប្អូនបង្កើតឲ្យបងប្អូនយកទៅប្រើណាហើយបងប្អូនចង់ login ក្នុងទូរស័ព្ទដែរណាក៏បាននេះក៏បានឲ្យតែមានជាមួយនឹងពាក្យ log in នេះណាឲ្យតែមានពាក្យកន្លែង login កន្លែងនេះណាអូខេឥឡូវជួយបង្កើតចាំរយៈមួយចិត្តចាំរយៈ Gmail អូខេឥឡូវខ្ញុំឲ្យ Gmail ចូលតែម្ដង
អត់ស្អាតតែខ្ញុំមាន Gmail របស់ខ្ញុំសោះខ្ញុំសូមបណ្ណាវាយពាក្យតិចណាអូខេគាត់ណាវាយពាក្យ login Gmail នៅក្នុងហ្នឹងមកដូចខ្ញុំចឹងណាបងប្អូនលុបពាក្យ Gmail នៅក្នុងហ្នឹងមកអូខេបងប្អូនចុចពាក្យ next ណាចុចពាក្យ next នៅខាងក្រោមនេះចុចពាក្យ next ដាតិចមកបងប្អូនវាយជាមួយនឹង password ជាមួយនឹង Telegram អូខេបងប្អូនវាយ password មកយើងចុចពាក្យ login next ទៀតណាបងប្អូនបាទនៅពេលនេះយើងបង្កើតជាមួយនឹងកម្មវិធី AI ដោយជោគជ័យអញ្ចឹងបងប្អូនចង់ login នៅក្នុងទូរស័ព្ទដៃណាក៏បានអានេះយើងគាត់ថាយើងជួយដេញទៅ confirm អីតាមតិចទៅក៏បានឬយើងអត់ក៏បានដែរនៅក្នុងហ្នឹងណាគាត់និយាយបញ្ជាក់ថាយើងកំពុងតែយក Gmail ហ្នឹងដើម្បីមកបង្កើតជាមួយនឹងកម្មវិធីបាទអូខេនេះគឺយើងអាចប្រើបានអញ្ចឹងបងប្អូនអាចឆែកមើលតាមនឹងបាននេះគឺជាកម្មវិធី Get Master AI របស់យើងដែលបងប្អូនអាចធ្វើការប្រើប្រាស់ search រកព័ត៌មានតំណែងផ្សេងៗបានណាអូខេអញ្ចឹងលម្អិតយើងខាងយើងមានការបន្តផ្ដាជំនាញហ្នឹងទៅលើការប្រើប្រាស់និងបន្ថែមជូនទៅកាន់បងប្អូនអ្នកគ្នាបានអញ្ចឹងមានការចាំនិយាយប៉ុណ្ណឹងបើសិនបងប្អូនមានចំណុចអីអាចឆាតទៅដល់បន្ថែមទៀតបានមកអរគុណច្រើន